ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែររៀងទំនេរដៃបន្តិចជិះម៉ូតូមកពីចំការឆ្លៀតឲ្យថតទំលងបងប្អូនជាកសិករយើងហ៊ុយបងប៉ែតបងប្អូនជួបហ៊ុយបងប៉ែតឃើញថាវាល្អដែរជិះមកពីចំការផ្ទះឃើញក៏ថតឲ្យបងប្អូនមើលទាំងអស់គ្នានេះត្រួយវាបងប្អូនត្រួយវាមិនខុសគ្នាពីហ៊ុយបងហុកប្រហែលទេបងប្អូនហើយបើខាងបងប្អូនគេហៅអ្វីដែរខាងបងប្អូនជាកសិករយើងបើខ្ញុំគេហៅហ៊ុយបងប៉ែតអានេះឃើញថាដងដើមវាល្អមើមអានេះវាធន់នឹងរាំងស្ងួតបងប្អូនធន់រាំងស្ងួតយើងដាំហើយវាធន់នឹងរាំងមួយទៀតវាធន់នឹងរួញជំងឺរួញស្លឹកបងប្អូនគឺវាធន់គ្រាន់បើធន់វាដែរថ្ងៃនេះមកឃើញទេសភាពស្អាតក៏ថតឲ្យបងប្អូនមើលហើយជាការពោតជាការដលងជុំវិញនឹងច្រើនឆ្នាំនេះបងប្អូនជាកសិករយើងក៏ដាំពោតបងប្អូនទូទៅហ្មងដើមវាដល់ដើមវាលះហ្មងនេះខែ2យើងអាចដកកាប់ហាលបានណាពួកឯនៅខាងខ្ញុំនេះគេនិយមកាប់ហាលចឹងបងប្អូននេះខាងនេះពោតឃើញថាពោតគេក៏ក្រនបាដែរបងប្អូនប៉ិនពីដើមដៃខាតរួចហើយម្នាក់និយាយលេងចេញហើយតម្លៃពោតឆ្នាំដើមដៃនឹងខាតច្រើនទាំងគេទាំងខ្ញុំទេសភាពស្អាតបងប្អូននៅទីទេសភាពភ្នំពាត់ជុំវិញអរគុណច្រើនបងប្អូនទាំងអស់គ្នា